ធ្វើម៉េចមករស់នៅស្រុកគេហើយកុំឲ្យអស់លុយច្រើនវិធីទី1គឺធ្វើការទិញនៅក្នុងហាងមួយទឹកហាងទី1គេហៅថា recycle ជនជាតិអូស្ត្រាលីគាត់ចូលចិត្តយករបស់ដែលគាត់ឈប់ប្រើប្រាស់ទៅឲ្យនៅក្នុងហាងនោះធម៌ដើម្បីជួយអ្នកដែលគាត់មិនសូវមានថវិកាជួយទៅដល់អ្នកដែលគាត់មិនចង់ទិញរបស់ថ្មីគឺកន្លែងណាក៏មាន recycle center នឹងដែរទី2មហូបខ្លួនឯងសាំងវិចនៅក្រៅអានឹងក៏ទៅ$6-7ដែរទៅចេញក្រៅវិចខ្ចប់ពីក្នុងផ្ទះទៅខាងភាគច្រើនអត់មានតម្លៃក្រោម$5ហើយវិធីទី1ទៀតរកនៅ sticker ដែលដាក់ថា half price ចង់និយាយថាគេបញ្ចុះតម្លៃពាក់កណ្ដាលហើយបើសិនជាអ្នកទាំងអស់គ្នាចាំបាច់ត្រូវតែចូលហាងសូមរកហាងមួយឈ្មោះថា Kmart ហ្នឹងរបស់ថ្មីប៉ុន្តែថោកមែនតើពេលខ្លះថោកជាងនៅស្រុកខ្មែរយើងទៅទៀតហើយជាចុងក្រោយខ្ញុំចង់និយាយថាជាជាងត្បិតត្បៀបក្នុងការចាយអ្នកទាំងអស់គ្នាគួរតែរកការងារធ្វើពីព្រោះការធ្វើការងារជួយអ្នកទាំងអស់គ្នាសល់លុយខ្លះហើយបើអ្នកទាំងអស់គ្នាជាសិស្សសាលាខ្ញុំជឿថាអ្នកទាំងអស់គ្នាអាចរកការងារក្រៅម៉ោងបានមិនថា1ម៉ោង2ម៉ោងឬក៏3ម៉ោងនេះសុទ្ធតែជាលុយដែលអ្នកទាំងអស់គ្នាអាចរកបានពីការធ្វើការ